ចាមុខម្ហូបប្រចាំថ្ងៃបងប្អូនគឺសម្លមើមត្រាវស្ងោរជាមួយនឹងសាច់ជ្រូកបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ដើមមកបំពងខ្ទឹមបងប្អូនអរគ្នាចាដោយសារតែនាងខ្ញុំដាក់ភ្លើងរៀងខ្លាំងចឹងទៅវាធ្វើឲ្យខ្ទឹមបំពងរបស់ខ្ញុំរៀងខ្លោចបងប្អូនអរគ្នាចាឥឡូវខ្ទឹមរបស់យើងចាប់ដើមមករៀងខ្លុំធិនឈ្ងុយហើយបងប្អូនចាប់ដើមមកបង់ជាមួយនឹងសាច់បងប្អូនណាចាជារួមទៅគ្រឿងក្រៅខ្ញុំតែងតែធ្វើហើយចឹងទៅស្រួលទៅពេលដែលខ្ញុំដាក់ស្លទៅមកពិបាកថាស្រួលហាន់នេះហាន់នោះដើម្បីដាក់ចូលថែមទៀតចឹងបងប្អូនអរគ្នាចាគឺខ្ញុំរៀបចំគ្រឿងក្រៅរួចហើយចឹងទៅស្រួលដាក់ស្លចឹងទៅវាងាយស្រួលបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងសាច់ចូលហើយបងប្អូនអរគ្នាចានាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងក្រៅហើយជាមួយនឹងគ្រឿងក្រៅក៏អត់មានអីច្រើនណាបងប្អូនអរគ្នាចាមានជាមួយនឹងស្ករប៊ីចេងចាប្រេងខ្យងចាម្រេចចាយើងដាក់ចូលក្នុងសាច់លីងយើងទៅបន្ទាប់ពីសាច់លីងខ្ញុំរៀងធំក្លិនឈ្ងុយរៀងឆ្អិនហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងមើមត្រាវបងប្អូនណាចាដោយសារតែកាលណាយើងឆាជាមួយគ្នាចឹងទៅវាធ្វើឲ្យសម្លរបស់យើងកាន់តែមានរសជាតិឆ្ងាញ់ដោយសារវាជាប់រសជាតិជាមួយនឹងសាច់ជាមួយនឹងគ្រឿងក្រៅយើងដាក់មុនដំបូងបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងមើមត្រាវរួចហើយខ្ញុំចាប់ផ្ដើមឲ្យទឹកស្លរបស់យើងទិញជាមួយនឹងទឹកប្រៃបងប្អូនអរគ្នាចាបានយើងមកថែមទឹកដើម្បីដាក់ឲ្យស្លរបស់យើងកាន់តែមានរសជាតិឆ្ងាញ់បន្តទៀតហើយស្រួលនឹងបានទឹកហត់អីចឹងបងប្អូនអរគ្នាចាដោយសារតែជាទូទៅបើសិនជាស្លមើមត្រាវបើយើងចង់ដាក់ឲ្យមានទឹកហត់យើងត្រូវតែដាក់ទឹកថែមពីលើទឹកស្លយើងទៀតទៅបងប្អូនអរគ្នាចាអញ្ចឹងគឺខ្ញុំដាក់ជាមួយនឹងទឹកស្លរបស់យើងចំនួន2ចានគោមចាកូនចានតូចៗហ្នឹងខ្ញុំដាក់ចូលចឹងទៅបន្តមកទៀតយើងចាប់ផ្ដើមឲ្យស្លយើងបានរៀងមើលទៅទឹករៀងល្មមហើយយើងចាប់ផ្ដើមបិទជាមួយនឹងគ្រាប់ឆ្នាំងឲ្យស្លរបស់យើងឆ្អិនជាមួយនឹងមើមត្រាវដោយសារតែមើមត្រាវគឺអត់ដូចបន្លែជាទូទៅបងប្អូនអរគ្នាចាមើមត្រាវគឺអត់វាអត់ងាយឆ្អិនទេបងប្អូនតើយើងរងាស់វារៀងយូរបន្តិចបានមើមត្រាវរបស់យើងចាប់ផ្ដើមឆ្អិនចឹងបងប្អូនអរគ្នាចាហើយជាមួយមុខម្ហូបនេះដែរគឺនិយាយរួមទៅគឺមានរសជាតិឆ្ងាញ់ហើយញ៉ាំទៅគឺជួយបើកម្លាំងដោយសារតែមើមត្រាវនេះគឺជាមើមត្រាវធម្មជាតិតែអ្នកភូមិគាត់ដាំអញ្ចឹងណាហើយក៏ខ្ញុំទិញតពីគាត់ដើម្បីយកមកស្ងោស្លមើមត្រាវជាមួយនឹងសាច់ជ្រូកបងប្អូនអរគ្នាចាយរួមទៅគឺជាមុខម្ហូបដែលខ្ញុំចូលចិត្តដែរបងប្អូនបានខ្ញុំទិញយកមកស្លដើម្បីឆ្ងាញ់មាត់ម្ដងដោយសារតែខ្ញុំចិត្តបែបម្ហូបរៀងជាទឹកស្លអញ្ចឹងទៅគឺញ៉ាំទៅវារៀងមានកម្លាំងបងប្អូនបើក្រៀមក្រោះគឺខ្ញុំអត់សូវចូលចិត្តទេពុកម៉ែបងប្អូនអរគ្នាចាឥឡូវទឹកស្លរបស់យើងចាប់ផ្ដើមពុះហើយបងប្អូនអរគ្នាចាប៉ុន្តែយើងឲ្យមើមត្រាវរបស់យើងឆ្អិនឲ្យខ្លាំងជាងនេះសិនបងប្អូនហើយបើសិនជាមានការថាមថយជាមួយនឹងគ្រឿងខ្វះខាតត្រង់ណាអីយើងអាចដាក់គ្រឿងបន្ថែមទៀតអញ្ចឹងដោយសារតែចំណង់ចំណូលចិត្តគឺខុសៗគ្នាបើនាងខ្ញុំវិញចូលចិត្តរៀងសាមិនសូវប្រៃទេបងប្អូនគឺចាយំទៅបើសិនជាប្រៃក៏ប្រៃរៀងមកល្មមមិនប្រៃខ្លាំងពេកដោយសារតែយើងអាចដាក់ទឹកត្រីក្រៅបានអញ្ចឹងបងប្អូនអរគ្នាចាឥឡូវទឹកស្លខ្ញុំមើមត្រាវរបស់នាងខ្ញុំគឺរៀងឆ្អិនហើយអញ្ចឹងខ្ញុំចាប់ផ្ដើមមកភ្លក់ជាមួយទឹកស្លចង់ដឹងថាវាខ្វះគ្រឿងត្រង់ណាអីស្រួលខ្ញុំបន្ថែមវាតាមចំណងចំណូលចិត្តនាងខ្ញុំអញ្ចឹងដោយសារតែស្លនេះរៀងសាបអញ្ចឹងទៅខ្ញុំសូមមកថែមជាមួយនឹងទឹកត្រីបន្តិចបងប្អូនទឹកត្រីគឺទឹកត្រីធម្មជាតិដែលម៉ែក្មេកខ្ញុំគាត់បានធ្វើដោយផ្ទាល់ដៃខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងគឺខ្ញុំអត់បានទិញទឹកត្រីនៅតាមទីផ្សារយកមកប្រើប្រាស់ទេដោយសារតែគាត់ចេះធ្វើអញ្ចឹងទៅគឺយើងស្លមួយទឹកត្រីគាត់ទូទៅវារៀងធំក្លិនតិចមែនប៉ុន្តែគឺញ៉ាំទៅគឺអត់ប៉ះពាល់សុខភាពvớiទឹកត្រីយើងទិញតាមទីផ្សារទេឥឡូវសម្លខ្ញុំចាប់ផ្ដើមឆ្អិនហើយបងប្អូនដោយសារតែខ្ញុំមកងាស់រៀងយូរដែរឥឡូវត្រាវរបស់យើងចាប់ផ្ដើមផុយល្អហើយខ្ញុំចាប់ផ្ដើមដួសដាក់ក្នុងចានដើម្បីញ៉ាំជាមួយនឹងបាយពេលព្រឹកបងប្អូនអរគ្នាចាដោយសារតែថ្ងៃនេះគឺខ្ញុំងើបស្លតាំងពីព្រឹកដោយសារតែខ្ញុំស្លពីព្រឹកចឹងទៅគឺខ្ញុំញ៉ាំដល់ល្ងាចតាមរងដោយសារតែខ្ញុំជាអ្នករកស៊ីលក់ដូរអនឡាញចឹងទៅរៀងរវល់ច្រើនបងប្អូនអរគ្នាចាអញ្ចឹងគឺខ្ញុំឆ្លៀតពេលទៅនេះខ្ញុំធ្វើវីដេអូដាក់ YouTube ខ្លះនិងផ្ញើជូនជាមួយវិធីធ្វើជាមួយនឹងមុខម្ហូបផ្សេងជូនពុកម៉ែបងប្អូនអរគ្នាគឺបានឃើញបងប្អូនគឺតំណងខ្លាំងមែនតើសម្លមើមត្រាវស្លស្ងោរជាមួយនឹងសាច់ជ្រូកបងប្អូនអរគ្នាចានេះបងប្អូនហើយបងប្អូនកុំភ្លេចជួយថែសុខភាពទាំងអស់គ្នាផងបងប្អូនដោយសារតែរដូវនេះគឺជារដូវភ្លៀងអញ្ចឹងវាអាចនឹងធ្វើយើងផ្ដាសាយដូចដែលបញ្ចូលសលេងគ្នាខ្ញុំផ្ទាល់នេះកំពុងតែផ្ដាសាយ